រូបភាពបានមកដល់ទៀតហើយសម្រាប់ការប្រកួតរបស់យើងនៅពេលនេះគឺឈានដល់ការប្រកួតគូអាយប្រចាំសប្តាហ៍គឺជាគូទី5បាទខ្ញុំបាទសូមអរគុណដល់ម្ចាស់ឧបត្ថម្ភធំរបស់យើងគឺ Home Office គឺជាមជ្ឈមណ្ឌលមួយគ្រឿងសំណង់ដ៏សម្បូរបែបនិងទំនើបទាន់សម័យ Home Office នាំចូលនឹងចែកចាយគ្រឿងសំណង់មកពីបរទេសប្រកបដោយគុណភាពខ្ពស់ដែលមានដូចជាស៊ីម៉ងរូបភ្នំសម្រាប់ជាប្រភេទស៊ីម៉ងបេតុងសម្រាប់ការងារគម្រោងធំដូចជាអគារខ្ពស់ស្ពានថ្នល់និងប្រលានយន្តហោះជាដើមផងដែរស៊ីម៉ងរូបភ្នំរឹងមាំហូបពីការស្មានស៊ីម៉ងរូបភ្នំបង្កើតនៅអច្ឆរិយៈនៃសំណង់ស៊ីម៉ងរូបផ្កាឈូកជាប្រភេទស៊ីម៉ងសម្រាប់រៀបឥដ្ឋបូចចាក់សាបនិងរៀបការ៉ូផលិតផលរបស់ត្រាពេជ្រមានដូចជាស៊ីប្រូហ្វ្លីតូចនិងហ្វ្លីធំពណ៌ស្រស់ស្អាតមានគ្រប់ពណ៌តាមតម្រូវការស៊ីប្រូចាក់ទូហ្វ្លីមានច្រើនពណ៌ស្រស់ស្អាតក្រឡេកទៅសមមើលទៅស្អាតត្រូវតែចាក់ទូហ្វ្លីស៊ីប្រូដៃមិនបតត្រាពេជ្រងាយស្រួលប្រក់អាចបត់បែនតាមតម្រូវការធន់យូរអង្វែងក្បឿងត្រាពេជ្រមានគ្រប់ពណ៌រឹងមាំធន់មិនងាយស្លកពណ៌អាចត្រូវទម្ងន់រហូតដល់ទៅ135គីឡូក្រាមក្បឿងអាដាម៉ាស់ពណ៌ស្រស់ស្អាតល្អគុណធន់យូរអង្វែងកណ្ដាលក្រយ៉ៅឈើប្រើចំនួនឈើនិងសម្រាប់ប្រក់ពីដានដ៏ស្រស់ស្អាតផលិតផលដំបូលត្រាពេជ្រធ្វើឲ្យគេអត្ថារបស់លោកអ្នកបង្កើតភាពស្រស់ស្អាតនិងថ្លៃថ្នូរផលិតផលដំបូលត្រាពេជ្រជាជម្រើសទី1របស់លោកអ្នកសូមអរគុណដល់ត្រាក់ទ័រ John Deere ផលិតផលលេខ1របស់សហរដ្ឋអាមេរិកកម្លាំងខ្លាំងស៊ីប្រេងតិចការងាររហ័សទួរឹងមាំធន់យូរអង្វែងត្រាក់ទ័រ John Deere model 5045D កម្លាំង45 step ផ្ដល់ជូននៅតម្លៃពិសេសជាមួយអត្រាការប្រាក់ 0% បង់រំលោះបានរហូតដល់ទៅ24ខែសម្រាប់ការបង់ប្រាក់ផ្ដាច់សុទ្ធថែមជូនម៉ូតូមួយគ្រឿងប្រញាប់ឡើងកម្មវិធីពិសេសចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃដល់ខែធ្នូឆ្នាំ2014បាទចាប់បាត់ទៅហើយបាទត្រាក់ទ័រ John Deere ជាទំនុកចិត្តរបស់លោកអ្នកស្រាបៀរ City Gold កំប៉ុងល្អប្រណិតមានលាយលក្ខណ៍អក្សរជប៉ុនប្រកបដោយគុណភាពខ្ពស់ពិសេសគឺពណ៌សម្បកកំប៉ុងគឺប្រកបដោយពណ៌មាសស្រស់ស្អាតបាទឆ្លងកាត់ម៉ាស៊ីនស្វ័យប្រវត្តិប្រកបដោយស្តង់ដារខ្ពស់មកពីប្រទេសជប៉ុនមានតែមើលគ្មានពុយកុំច្រឡំជាមួយស្រាបៀរដទៃបានឆ្លងកាត់ការត្រួតពិនិត្យពីក្រសួងសុខាភិបាលនិងទទួលស្គាល់ពីប្រទេសជប៉ុនស្រវងសូមមេត្តាកំបាំងបងនិងអរគុណដល់ម៉ាស៊ីនបន្ទប់តូកម្លាំងខ្លាំងស៊ីប្រេងតិចមានគុណភាពប្រើធន់មានទំនុកចិត្តអស់ក្តីកង្វល់បាទគូអាយរបស់យើងសប្តាហ៍នេះបានឈានមកដល់គឺគីឡូ60បាទល្មមតែម្ដង1គីឡូនេះគឺគីឡូពេញនិយមអី1គីឡូ60ប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីអញ្ញាណខ្ញុំបាទសូមជម្រាបជូនពីប្រវត្តិរូបសង្ខេបសម្រាប់គូឯកគូទី5បង្គោលក្រហមមាសច័ន្ទមានវ័យ23ឆ្នាំ1m66 60គីឡូក្រាមទីនៅបច្ចុប្បន្ននៅភូមិរកាឃុំស្រងែស្រុកជព្រៃធំខេត្តសៀមរាបឆ្លងកាត់ការប្រកួតចំនួន100ដង65ដងឈ្នះ35ដងចាញ់9ដងផ្ដួលគូប្រកួតនៅលើសងវៀនចុងក្រោយជប់ជាមួយកីឡាករង៉ែតរដ្ឋាលទ្ធផលឈ្នះដល់ពិន្ទុថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូជាគុណសិស្សរបស់លោកគ្រូធុនសុភានៅសមាគមក្លឹបក្រសួងការពារជាតិបង្គោលខៀវឆាយមាស27ឆ្នាំ1m65 60គីឡូក្រាមដូចគ្នាទីនៅបច្ចុប្បន្ននៅភូមិថ្មីឃុំព្រៃតូចស្រុកមូរស័យខេត្តបាត់ដំបង81ដងប្រកួត57ដងឈ្នះ24ដងចាញ់23ដងផ្ដួលគូប្រកួតនៅលើសងវៀនប្រកួតចុងក្រោយជាមួយកីឡាករអឹងបូរ៉ាលទ្ធផលមិនប្រក្រតីថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូជាកូនសិស្សរបស់លោកគ្រូតេងសុកមកពីក្លឹបសំរោងកោងកីឡាខេត្តបាត់ដំបងបាទទស្សនិកជនជាទីមេត្រីការប្រកួតគូឯកនៅក្នុងថ្ងៃសុក្រនេះបានឈានចូលមកដល់រវាងមាសច័ន្ទមានឬក៏សរឹមងាហ្នឹងបាទជុំជាមួយនឹងឆាយមាសបាទបទពិសោធន៍កីឡាករទាំងពីរគឺមង្គលក្រហម100ដងមង្គលខៀវគឺ81ដងហើយបាទចាញ់ឈ្នះស្មើកីឡាករទាំងពីរមិនដែលស្គាល់ទៅជាតិស្មើដូចគ្នាបាទហើយសូមជម្រាបជូនដល់ប្រិយមិត្តទស្សនិកជនដែលបានជិះថានៅក្នុងថ្ងៃអាទិត្យនេះនៅសង្វៀនស្ទឹងមានជ័យការប្រកួតបដាមិត្តភាពកម្ពុជាថៃកីឡាករកម្ពុជា2រូបគឺកីឡាករអ៊ុំចម្រើនរួមជាមួយនឹងកីឡាករពេជ្រសីហានិងជួបជាមួយនឹងកីឡាករមកពីប្រទេសជាតិចាស់ថៃបាទក្នុងនោះគឺអ៊ុំចម្រើនជួបជាមួយនឹងកុលាបហុំលិកលោកឆាំប៉ាឆៃពេជ្រសីហាជួបជាមួយនឹងរារឿងលោកឆាំប៉ាឆៃនេះគឺជាគូសម្រាប់ប្រកួតនៅថ្ងៃអាទិត្យនេះដែលឡែកនៅសង្វៀនបឹងស្នោសប្តាហ៍ក្រោយ
ថ្ងៃអាទិត្យយកយ៉ាក់ផ្លែជុំជាមួយនឹងកន្លែងសឿឆៃភូមិមកពីថៃផងដែររឿងសោភ័ណ្ឌជុំជាមួយនឹងកីឡាករស៊ីងថងណុយឆៃភូមិមកពីប្រទេសជាតិថៃថ្ងៃដដែលនោះការប្រកួតមិត្តភាពកម្ពុជាថៃនៅសង្វៀនស្ទឹងមានជ័យវិញសប្តាហ៍ក្រោយឈឿនឆៃដែនជួបជាមួយនឹងកីឡាករថៃពីររូបក៏ដូចជាកីឡាករឈឿនឆៃដែនបាទហើយនឹងខឹមឌីម៉ាចាឥឡូវនេះកីឡាករទាំងពីរកំពុងតែស្ដាប់ការណែនាំពីលោកអាជ្ញាកណ្ដាលនិយាយអំពីបទបញ្ជានៃការប្រកួតហាមបោកដួលហាមថែមហាមវាយប្រដាប់ការពារហាមវាយពុះកែងពីលើលលាក្បាលហាមវាយពីក្រោយកញ្ចឹងកនិងហាមវាយតោងខ្សែសៃវៀនប្រកួតហើយនៅពេលដែលលោកអាជ្ញាកណ្ដាលបញ្ជាឲ្យឈប់ឬក៏ស្រូបជួងបានមកលើឡើងកីឡាករទាំងពីរត្រូវតែបញ្ឈប់ជាបន្ទាន់នេះគឺជាបទបញ្ជានៃការប្រកួតចក្រមត្រៀមកីឡាករទាំងពីរប្រុងប្រៀបប្រកួតគូទី5ដែលជាគូឯកទឹកទី1បាទការប្រកួតគូឯកបង្គោលក្រហមមាសច័ន្ទមានបង្គោលខៀវឆាយមាសលើប្រភេទទម្ងន់60គីឡូក្រាមបាទការពី2សប្តាហ៍មុនបាទនៅសង្វៀនស្ទឹងមានជ័យឧបត្ថម្ភដោយហូបអំពេនេះគឺមានការប្រកួតបដាមិត្តភាពកម្ពុជាថៃ2គូដែរដោយជ័យជំនះបានទៅលើកីឡាករថៃមួយរូបនិងកីឡាករកម្ពុជាមួយរូបគឺកែរំចង់ឈ្នះផ្ដួលគូប្រកួតសន្លប់ខណៈដែលកីឡាករថៃមួយរូបទៀតគឺផ្ដួលអែមក្លឹបខ្មៅឲ្យសន្លប់ហើយសូមជម្រាបជូនថាកីឡាករដែលផ្ដួលអែមក្លឹបខ្មៅឲ្យសន្លប់កាលពី2សប្តាហ៍មុននៅស្ទឹងមានជ័យនេះថ្ងៃសុក្រនោះគឺនឹងត្រូវជួបជាមួយនឹងពេជ្រសីហាដែលខ្ញុំបានជម្រាបជូនថានឹងធ្វើការប្រកួតនៅសង្វៀនស្ទឹងមានជ័យបដាមិត្តភាពកម្ពុជាថៃនោះហើយយើងចាំមើលពេជ្រសីហាអាចសងសឹកជាមួយអែមក្លឹមខ្មៅបានទេធម្មតាទេបាទផ្ដួលអែមក្លឹមខ្មៅឲ្យសន្លប់ទឹកទី3ហើយមួយទៀតនោះគឺកីឡាករអ៊ុំចម្រើនបាទលោកនាងស្គាល់ហើយអ៊ុំចម្រើនវាយគេមិនស្លាប់ខ្លួនឯងបាទគឺអ៊ុំចម្រើននេះការថ្វាយបង្គំគ្រូរបស់គេគឺក្រមុំតែងខ្លួនហើយអ្នកណាគេក៏ស្គាល់ដែរបាទនៅសង្វៀនរបស់ទូបច្ចុប្បន្នទាំងស្ទឹងមានជ័យបឹងស្នោររោងសៀកគឺស្គាល់ហើយកីឡាករអ៊ុំចម្រើននេះធ្វើឲ្យមានការគ្រប់គ្រងមែនទែនកីឡាកររូបនេះក៏និយាយទៅកីឡាករអ៊ុំចម្រើននេះបាទសិក្សាផងជាកីឡាករបដាល់ផងលើថាប្រឡងបាក់ដប់2ដងធ្លាក់ទាំងពីរអ៊ុំចម្រើនបាទយើងងាកមកមើលមាសច័ន្ទមានឬក៏សរឹមងាបាទកាលមុនសរឹមងាឥឡូវមាសច័ន្ទមានបាទដូរឈ្មោះគេលើឡើងហុងស៊ុយបាទប្រកួត100ដងឈ្នះ65ចាញ់35មិនដែលស្មើទេដូរគូប្រកួតត្រឡប់តិច9ដងឯងក៏ប៉ុន្តែឆាយមាសវិញប្រកួត81ដងឈ្នះ57ចាញ់24ដូរគូប្រកួតត្រឡប់23ខ្លាំងក្រនបាស្ដាប់ម្ដាយរុញកំពុងប៉ុនគ្នាល្អមែនទែនកីឡាករទាំងពីរតែស្ដាំច័ន្ទមានវិញស្ដាំពីបង្គោលខៀវឆាយមាសច័ន្ទមាននេះមានគេឡើងបាទកាត់តាញ់ល្អមែនទែនអន់កម្ពស់តិចបាទយ៉ាងទៀប1.66 1គីឡូប៉ុណ្ណឹង60ជុំចាប់ទឹកទី1បាទចាប់ទឹកអ្នកឲ្យទឹកចេញក្រៅគូទី5ដែលជាគូឯកទឹកទី2គូឯកទឹកទី2បង្គោលក្រហមមាសច័ន្ទមានបង្គោលខៀវឆាយមាសអរគុណដល់ Home Buffet នាំចូលនៅចាយគ្រឿងសំណង់ពីបរទេសមានគុណភាពខ្ពស់ស៊ីម៉ងរូបភ្នំស៊ីម៉ងរូបការឈូកក៏ដូចជាផលិតផលដំបូលត្រាពេជ្រដែលមានក្បឿងជាច្រើនប្រភេទសម្រាប់លោកអ្នកជ្រើសរើសនៅក្នុងការធ្វើឲ្យគេអត្រារបស់លោកអ្នកបង្កើននូវភាពស្រស់ស្អាតនិងថ្លៃថ្នូរជាជម្រើសទី1របស់លោកអ្នកជង្គង់បង្គោលខៀវអោបគ្នាបបាយដោយលោកខំសុជាតិ
បន្តទៀតចាន់មានដាចូលគាត់ស្ដាំមកជើងឆៃមាសជង្គង់បាទឆ្វេងស្ដាំជង្គង់ឆ្វេងជង្គង់សងវិញពីឆៃមាសដួលខ្លួនឯងទាត់ស្ដាំមកជើងទាត់ស្ដាំសងវិញឆៃមាសជង្គង់ឆ្វេងស្រឹមងាបាទចាន់មានច្រឡំហៅឈ្មោះចាស់គាត់ដាចូលជង្គង់ឆ្វេងចាន់មានជង្គង់សងវិញពីឆៃមាសអមគ្នាជង្គង់ទាត់ឆ្វេងមកទេជង្គង់ពីឆៃមាសដាំបដៃសងពីស្រឹមងាមាសចាន់មានតោះជង្គង់ជាប់ពីឆៃមាសជង្គង់ស្ដាំស្រឹមងាបាទខ្ញុំបានតែស្រឹមងារហូតបាទតែពិតមាសចាន់មានហាឃើញមុខគាត់ច្រឡំទៅអញ្ចឹងបាទធាក់ឆ្វេងពីចាន់មានឆ្វេងម្ដាយបាទអីយ៉ាវេដងខ្លួនស្ដាំសងវិញពីឆៃមាសអត់អីតោះស្ដាំមកជើងចាន់មានតោះឆ្វេងសងវិញពីឆៃមាសចាន់មានដាចូលសាប់ចំជង្គង់ឆ្វេងជង្គង់ស្ដាំសងឆៃមាសជង្គង់តោះជង្គង់ជាប់ពីលោកខំសុជាតិបាទឆ្វេងម្ដាយស្ដាំសងវិញធាក់ឆ្វេងពីចាន់មានតោះស្ដាំមកជើងចាន់មានតោះឆ្វេងសងវិញឆៃមាសស្ដាំសងបាទក៏ទាំងពីរប្រើកណ្ដាប់ដៃមិនទៅជាប្រើកែងទេមិនតឃើញប្រើកែងនៅឡើយទេការប្រកួតផ្ដាច់គុណបរានខ្មែរក៏ត្រូវប្រើឲ្យអស់ក្បាច់ធាក់ស្ដាំពីឆៃមាសវិដងខ្លួនថាមាសចាន់មានជង្គង់ស្ដាំជង្គង់សងវិញតោះជង្គង់ចាប់ទឹកទី2អ្នកឲ្យទឹកចង្ក្រៅគូឯកទី5ទឹកទី3បាទគូឯកគូទី5ទឹកទី3ឈានចូលមកដល់ជាបន្តបង្គោលក្រហមកីឡាករបាទមាសចាន់មានបាទហៅថាសរឹមងានោះបាទជួបជាមួយនឹងឆៃមាសបាទទឹកទី3ហើយពីទឹកកន្លងទៅដូចជាបបងអែលគ្នាខ្លាំងណាស់អត់ទាន់មានបច្ចេកក្បាច់គុណស្នៀតអ្វីដែលធ្វើឲ្យទស្សនិកជនយើងចាប់អារម្មណ៍ដល់ឡើយទេហើយយើងចាំមើលទឹកទី3នេះបន្តទៀតទៅមើលតើមានអ្វីប្លែកដែលគួរឲ្យចាប់អារម្មណ៍អរគុណដល់ម្ចាស់បឋមធំហូបប៊ូហ្វេជាម្ចាស់បណ្ដុលគ្រឿងសំណង់ដ៏សម្បូរបែបនិងទំនើបទាន់សម័យហូបប៊ូហ្វេនាំចូលនិងចែកចាយគ្រឿងសំណង់មកពីបរទេសប្រកបដោយគុណភាពខ្ពស់មានដូចជាសីម៉ងភ្នំសីម៉ងផ្កាឈូកនិងផលិតផលដំបូលត្រាពេជ្រអរគុណដល់ត្រាក់ទ័រចនឌីជាទំនុកចិត្តរបស់លោកអ្នកអរគុណដល់ស្រាបៀរ City Gold គុណភាពល្អដូចមាសមកពីប្រទេសជប៉ុនស្រវឹងសុមេតាក៏បើកបោនិងអរគុណដល់ម៉ាស៊ីនម៉ាស៊ូតូតូមានគុណភាពខ្ពស់កម្លាំងខ្លាំងស៊ីព្រេកតិចអស់ក្តីកង្វល់ជួសជុលជូនរយៈពេល1ឆ្នាំឲ្យចប់របស់ឆៃមាសជង្គង់មួយរបស់ចាន់មានដួលអញ្ញាកណ្ដាលបន្តការប្រកួតគឺលើកធំទៅជាតិមានតូចចាក់ឆ្វេងរបស់ឆៃមាសចាប់ជើងជាប់បលែងទៅវិញរបស់មេចាន់មានជង្គង់ឆ្វេងក្លេជង្គង់ស្ដាំមួយរបស់កីឡាករមេចាន់មានស្ដាំសងចាក់របស់ឆៃមាសមាសចាន់មានដើរចូលជង្គង់ឆ្វេងក្លេកកជាប់ជង្គង់ឆ្វេងចាក់ដូចគ្នាជាមួយឆៃមាសអោបជាប់រុញអញ្ញាកណ្ដាលបំបាយអ្នកទាំងពីរបន្តទៀតដើរចូលដេញតាមរបស់មេចាន់មានស្ដាំចាក់មួយរបស់ឆៃមាសស្ដាំមួយទៀតរុញផ្ទប់សងវៀនជង្គង់ឆ្វេងស្ដាំបន្តការប្រកួតក្នុងទឹកទី3ពាក់កណ្ដាលផ្លូវទៀតដួលបានអត់អីទេបាទបន្តទេដើរចូលវាយដងខ្លួនស្ដាំសរបស់ឆៃមាសជង្គង់ឆ្វេងរបស់ឆៃមាសតោះជង្គង់ឡើងស្ដាំសបំបែកមួយទៀតតការប្រកួតសម1នាទីចុងក្រោយដើរចូលសរឹមងារហៅថាមាសចាន់មានក៏បានដែរបាទឈ្មោះគាត់នៅក្នុងអត្តសញ្ញាណប័ណ្ណហ្នឹងគឺថាមាសចាន់មានហៅថាសរឹមងាហ្នឹងគឺថាគេហៅក្រៅទេ
បន្តធាក់ស្ដាំមួយធាក់ស្ដាំសងធាក់ស្ដាំមួយទៀតទៅគង់ឆ្វេងអូយលឺសូវតែក្រងបាទបន្តអញ្ញាកណ្ដាលបំបាយនៅទាំងពីរវាឆ្វេងរបស់មាសចាន់មានឆ្វេងជង្គង់ឆ្វេងស្ដាំសងរបស់ឆាយមាសហាមវាយពីក្រោយបន្តចាប់ទឹកទី3ចាប់ទឹកទី3រភាពត្រឡប់មកវិញហើយសម្រាប់ការប្រកួតជាបន្តអ្នកឲ្យទឹកជាងក្រៅយកទឹកចេញក្រៅគូទី5ដែលជាគូឯកទឹកទី4ទឹកទី4សម្រាប់ការប្រកួតគូឯករវាងកីឡាករមាសចាន់មានជាមួយនឹងឆាយមាសដាក់ចូលមាសចាន់មានមកគោលក្រហមធាក់ស្ដាំមួយតែឆ្វេងសងរបស់ឆាយមាសហាឆ្វេងមួយរបស់ឆាយមាសមាសចាន់មានដាក់ចូលធាក់ឆ្វេងទៀតរបស់ឆាយមាសការពារវាយដងខ្លួនរបស់មាសចាន់មានឆ្វេងសងរបស់ឆាយមាសបិទឃុំចិត្តសកស្ដាំសកឆ្វេងបន្តិចទៅមើលឲ្យបើកឃុំសិនចាក់ស្ដាំមួយរបស់ឆាយមាសវិញតែស្រាលឆ្វេងលុកចូលថែមរបស់កីឡាករមាសចាន់មានស្ដាំមួយទៀតទៅកងស្ដាំរបស់ឆាយមាសទៅកងឆ្វេងស្ដាំសងបន្តទៀតដល់ចូលគៀកតតជើងស្ដាំមួយរបស់ឆាយមាសស្ដាំសងវាជួយទៅកងឆ្វេងចាក់ស្ដាំវិញសងបាទទឹកនេះដូចជាល្អមើលក្រន់បើបាទមិនមែនថាទឹកមុនមិនល្អមើលទេគាត់ថាទឹកនេះល្អមើលជាងឆ្វេងរបស់ឆាយមាសដាក់ចូលទៀតរបស់កីឡាករចាន់មានឆ្វេងតែបាត់ខំជាប់សោកស្ដាំមកវិញវាឆ្មត់របស់ឆាយមាសចាន់មានដាក់ចូលគៀចាន់មានចង់ស្ពាយសងវិញតែការពីបន្ទប់ដេញតាមវាឆ្វេងតែការពីបន្ទប់ទាត់ស្ដាំបាទមាសចាន់មានកំពុងតែគ្របដណ្ដប់ហើយដាំឆ្វេងជង្គង់ឆ្វេងមួយទៀតអញ្ញាកណ្ដាលលោកខឹមជាកំពុងតែត្រួតពិនិត្យមើលខ្លាចចំប្រដាប់ការពារឬក៏វាខុសខណ្ឌបាទឡោះអត់ខុសលក្ខខណ្ឌនៃការប្រកួតបន្តដល់ចូលសម្រុកទៅមុខឆ្វេងស្ដាំដូរកំណាប់ដៃតតមកជើងស្ដាំសងស្ដាំមកជើងនេះរបស់មាសចាន់មានសោកស្ដាំរបស់ឆាយមាសចាន់មានវាឆ្វេងវិញបាទកីឡាករទាំងពីរវាយមួយអត់បញ្ញាទេព្រោះថាអត់រវល់ស៊ីការល្ងាចដល់ចូលតាក់ឆ្វេងមាសចាន់មានដើរកលឹងលហឹងបាទកលឹងគៀងហ្នឹងហើយតែក៏មិនតាន់ធ្វើឲ្យបានសម្រេចដូចតែគ្នាទេគាត់ថាឆាយមាសទប់ច្រើនស្ដាំសងមកវិញលឿនដូចគ្នាអត់ជើងក្រោមដេញតាមរបស់មាសចាន់មានលោកឆ្វេងលោកស្ដាំឆ្វេងអោនផុតចាក់ស្ដាំមួយសរបស់ឆាយមាសជង្គង់ឆ្វេងរបស់កីឡាករមាសចាន់មានដាក់ចូលគៀកកំពុងចន្លឹងចូលឆ្វេងស្ដាំទាចូលអាយ៉ាឆាយមាសត្រូវច្រើនណាបាទទឹកទី4នេះតែក៏មិនត្រូវទងដែរយើងថាកម្លាំងដៃត្រឹម30-40% ទេតែចង់ពេញ 100% គឺអុកគូទិសបាត់ហើយស្វាគមន៍មកទៀតដកខ្លួនថយប្រហែលវិនាទីចុងក្រោយទឹកទី4គីឡូដេញតាមមួយជើងរបស់មាសចាន់មានស្ដាំសងរបស់ឆាយមាសវិញស្ដាំរបស់មាសចាន់មានដាក់ចូលគៀជង្គង់តោះចាប់ទឹកទី4បាទការប្រកួតរូបភាពបានបញ្ជូនមកដល់វិញយើងតិចទៀតយើងឈានដល់ការប្រកួតទឹកទី5គូឯកអ្នកឲ្យទឹកចេញក្រៅគូទី5ដែលជាគូឯកទឹកទី5ដែលជាទឹកផ្ដាច់ព្រាត់បាទទឹកទី5គូឯកទឹកផ្ដាច់ព្រាត់បង្គោលក្រហមមាសចាន់មានបង្គោលខៀវឆាយមាសអរគុណដល់ Home Buffet នាំចូលនៅចាយគឺសំណងពីបរទេសមានគុណភាពខ្ពស់ស៊ីម៉ងរូបភ្នំបង្កើតនៅឆារយៈនៃសំណងស៊ីម៉ងរូបការឈូសប្រាសម្រាប់ចាក់សាបបោករៀបអត់រៀបការ៉ូជាដើមអរគុណដល់ផលិតផលបោត្រាពេជ្រជាជម្រើសទី1របស់លោកអ្នកតបស្ដាំមកជើងតបសងវិញហើយមាស
Tập chừng Chẳng biến theo chuối Chẳng biến đá cho tốt trực cung tốt đám tốt chuối xong với chuối mà chừng tiết chai mía tốt chừng ra môi đồ phục chai mía đá cho S đám bì chai mía chăn bên bì đông luôn chuối mà đáy cho cung đám bì chăn mía Miền đá cho thầm trực cung chuối có chuối bì chăn mía chăn miên là đá cho chai miên cần bị thôi mà giờ chăn miên lực chùm trong ruột chăn miên và cùng tiết mà để đi trong cái chuối mà đây bị chăn miên bị đông luôn nằm trực cung chuối bị chăn miên bây giờ bài tập trai bài mình chuối đam pi chan miên dạ sắp vô cái này đi cho cung chuối họ thấy đi hai miên trong sờ luôn to tiền sai sắp đi mắt chuối đam coffee chan miên có chuối chan miên hai miên đá cho thẻ chuối chan miên chuối mà đáy khó trong tắc tí pram chọc tắc tí pram chọc tắc tí pramยังจำเมื่อเราตัดพอตัดออกนี่บอกคุณดาวตรัสเตอร์จอนดีมีการเป็นจอนตำนายพิเศษบางตำรวจดาวตำรวจให้บุญแทนการประสานไปเลยตรัสเตอร์จอนดีคนตัวพิบเล็กมวยในสหรัฐอเมริกาคุณดาวมาซิมาจุดโตมาซิมาจุดญี่ปุ่นซีเปรนเต็ดตอนนี้จู่ๆมวยชนะยังจำเมื่อเราตัดพอตัดออกนี่กูก็หอมเลยก็มากูเขียวเอาต่อพอจันเอกชมสมอนุญาตประกาศจุนบังโกลกระหอมตัวเจ้าจุดเนี่ยเลิกกีฬากรบังโกลเขียวดอยปั้นตุ